នេះគឺជាវីដេអូសម្រាប់អ្នកសិក្សាភាសាអង់គ្លេសនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកប្រទេសទាំង10នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដដែលក៏ប៉ុន្តែផ្ដោតសំខាន់ទៅលើវេយ្យាករណ៍ដែលវេយ្យាករណ៍ទី1នេះគឺសព្វនាមប្រធានទាំង7ជាភាសាអង់គ្លេសគឺ subject pronoun ដែលមាន I ខ្ញុំ you អ្នក we ពួកយើង they ពួកគេ he គាត់ she នាង it វាចំណែកវេយ្យាករណ៍ចំណុចទី2នេះគឺនិយាយអំពីកិរិយាសព្ទ be ដែល be ត្រូវបានបែងចែកនៅក្នុងបច្ចុប្បន្នកាលទៅជា3គឺ am is ហើយនិង are ដែលជាទូទៅ am is ហើយនិង are នេះបកប្រែថាគឺជាក៏ប៉ុន្តែពេលខ្លះវាមិនត្រូវបានបកប្រែថាគឺជានោះទេក៏ប៉ុន្តែវាមានន័យផ្សេងនេះគឺជាការបែងចែកក្នុងការប្រើប្រាស់សព្វនាមជាមួយនឹងកិរិយាសព្ទ be ដោយទី1 I ប្រើប្រាស់ជាមួយ am คล้ายទៅជា I am 2 you ប្រើជាមួយ are คล้ายទៅជា you are 3 we ប្រើជាមួយ are คล้ายទៅជា we are 4 they ប្រើប្រាស់ជាមួយ are คล้ายទៅជា they are 5 he បូកជាមួយនឹង is คล้ายទៅជា he is 6 she បូកជាមួយនឹង is คล้ายទៅជា she is និងចុងក្រោយ it បូកជាមួយនឹង is คล้ายទៅជា it is ឧទាហរណ៍ I am from Brunei ខ្ញុំមកពីប្រទេសប្រ៊ុយណេ You are from Cambodia អ្នកមកពីប្រទេសកម្ពុជា We are from Indonesia ពួកយើងមកពីប្រទេសឥណ្ឌូនេស៊ី They are from Laos ពួកគេមកពីប្រទេសឡាវ He is from Malaysia គាត់មកពីប្រទេសម៉ាឡេស៊ី She is from Myanmar នាងមកពីប្រទេសមីយ៉ាន់ម៉ា It is from Philippines វាមកពីប្រទេសហ្វីលីពីន Ivan is from Singapore អ៊ីវ៉ានមកពីប្រទេសសិង្ហបុរី សំឆៃ is from Thailand សំឆៃមកពីប្រទេសថៃ មិញ is from Vietnam មិញមកពីប្រទេសវៀតណាមជួបគ្នានៅក្នុងវីដេអូបន្ទាប់